mơ lúc này có giờ làm một tục một tạc nhầm mà tăng bị mong pi mà nó chơi ạ mà nè chất khang chơi mơ nhầm đạp là một phần nan này lan một tạc quá còn mình cho đây mơ thôi nhỉ đại do mà cho là một tạc nhầm một tạc luôn này cho đây mơ mà nó thọc tiếp ạ thôi nhọt cho tao một tẹt kè hay một tẹt luôn ấy mình cho tự បាទបងប្អូនប្រិមត្តទូរទស្សនិកជនបាទរឿងនេះគឺយើងជួបច្រើនមែនទែនបាទហើយនៅក្នុងទូរទស្សន៍ក៏បានសម្ដែងឲ្យយើងឃើញដែរថាផ្ទះលេខ1ផ្ទះលេខ2នេះឬអ្នកចិត្តខាងដែលល្អនេះឬមនុស្សដែលរស់នៅក្នុងប្រទេសមួយមានឈាមបាទរួមគ្នាបែរជាមិនចេះស្រឡាញ់គ្នាបាទខុសត្រូវតិចតួចតែងតែមានភាពរអាក់គេថាល្អកកដាក់គ្នាទៅវិញទៅមកអញ្ចឹងបានថានេះឬជនរួមឈាមបងប្អូនត្រូវគិតពិចារណាបងប្អូនត្រូវគិតគូរមើលថាបើសិនជាយើងមានបញ្ហាអីតើអ្នកណាមកជួយយើងមុនគេក្រៅតែពីអ្នកចិត្តខាងរបស់យើងបាទសូមពិចារណានៅក្នុងចំណុចនេះបើសិនជាកើតមករស់នៅទីហ្នឹងបើសិនជាមកពីស្រុកបាទមកពីខេត្តមកទិញផ្ទះជាប់គ្នាសូមមេត្តាឲ្យចេះស្រឡាញ់គ្នាយល់យកគ្នាអត់ឱនអធិស្ឋានឲ្យគ្នាមិនគួរបាទមានទង្វើបែបនេះកើតមានឡើងនោះទេពាក្យចាស់លោកពោលថាទំពក់មិនទៅភ្នៅក៏មិនមកដែររឿងនេះក៏យើងមិនអាចដាក់បន្ទុកទៅលើលោកពូឬមួយក៏បងស្រីបានដែរព្រោះអីជាគៀងផ្ទះគេភ្លឺផ្ទះគេប៉ុន្តែត្រង់ចំណុចនេះគឺខ្ញុំសូមលើកយកមកបញ្ជាក់ជូនទៅដល់ពុកម៉ែបងប្អូនដែលកំពុងនៅផ្ទះជាពិសេសគឺផ្ទះល្វែងតែម្ដងបាទបើគ្មានចិត្តអត់ឱនអធិស្ឋានឲ្យគ្នាទេនោះគឺมันអាចរស់នៅចិត្តគ្នាបាទប្រកបទៅដោយសេចក្តីសុខនោះទេបាទព្រោះអីបុគ្គលម្នាក់ទៅទិញផ្ទះចង់បានផ្ទះដែលមានអ្នកចិត្តខាងល្អចង់បានផ្ទះដែលមានអ្នកចិត្តខាងគេថាយល់ចិត្តគ្នាមានរបស់អីបន្តិចបន្តួចឲ្យគ្នាទៅវិញទៅមកបាទអ្នកចិត្តខាងល្អប៉ុន្តែនៅពេលដែលយើងជួបទង្វើបែបនេះក៏យើងគិតគូរក៏យើងគិតនៅក្នុងចិត្តថាបើសិនជាទៅទិញផ្ទះប្រភេទផ្ទះល្វែងរស់នៅបើជួបអ្នកចិត្តខាងប្រភេទនេះសួរថាយើងរស់នៅមានក្តីសុខដែរឬទេព្រោះអីយើងមកពីស្រុកបាទមកទិញផ្ទះនៅភ្នំពេញទិញចំផ្ទះល្វែងហើយយើងជួបអ្នកចិត្តខាងមិនដឹងថាគាត់មកពីខេត្តណាទេបាទនេះថាខេត្តដតីពីយើងប៉ុន្តែអតចរិតរបៀបម៉េចចិត្តល្អចិត្តអាក្រក់បាទដូចនៅក្នុងទស្សនវិជ្ជានេះយើងមិនអាចទទួលយកបានទេហើយក៏យើងគិតថាយើងគឺជាជនរួមឈាមបាទជនជាតិខ្មែរដូចគ្នាអញ្ចឹងសូមមេត្តាចេះយល់យកអត់ឱនអធិស្ឋានឲ្យគ្នានេះគឺជារឿងមួយដែលសង្គមយើងត្រូវការបាទចេះស្រឡាញ់គ្នាមើលបាទអាលើសក្បាលទិញទួចហ្នឹងលើសទៅពាក្យចាស់ពូលថាវាមិនដែលងាប់យកលុយទៅតាមទេហើយងាប់យកដីទៅតាមទេមានតែទុកឲ្យកូនចៅជំនាន់ក្រោយរាប់អានគ្នាតទៅទៀតគេហៅរាប់អានគ្នាតចំនួនមែននេះចំនួនទី1បាទឪពុកម្ដាយឆ្លោះគ្នាបាត់ទៅហើយសួរថាកូនមើលមុខគ្នាត្រង់ឬមួយក៏យ៉ាងណាវីដេអូនេះសំខាន់ណាស់បងប្អូនរបស់យើងមើលឲ្យពិចារណាក្នុងនាមយើងគឺជាអ្នកចិត្តខាងក្នុងនាមយើងគឺជាជនជាតិខ្មែរដូចគ្នាបើមិនចេះអត់ឱនអធិស្ឋានឲ្យគ្នាសួរថាតើអ្នកណាមកអត់ឱនអធិស្ឋានឲ្យយើងបាទក៏មកដែងអ្នកចម្ងាយមកបន្តិចនិយាយផ្អែមណាបាទអើយវាមិនដល់អ្នកឆ្ងាយអញទេប៉ុន្តែការពិតអ្នកចិត្តនេះគឺជាមនុស្សដែលថាយើងត្រូវតែរាប់អានចិត្តស្និទ្ធបំផុតព្រោះអីអ្នកចិត្តខាងមានរបស់អីបន្តិចហុចទៅហុចមកនេះគឺជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងបាទតាំងពីដើមរៀងមកបើសិនជាយើងមិនចេះអត់ឱនអធិស្ឋានឲ្យគ្នានោះទេពិបាកណាស់នៅក្នុងការរស់នៅបាទហើយរឿងមួយដែលខ្ញុំជួប
ប្រទេសជាញឹកញាប់ហ្នឹងគឺរឿងដើមស្វាយតែម្ដងបាទហើយអញ្ចឹងសនំពោទៅដល់បរិយក្រោយឈប់ដាំដើមស្វាយដោយសារអីការដាំដើមស្វាយគឺបង្កឲ្យមានការឆ្លោះគ្នាច្រើនមែនទែនដោយសារអីដោយសារផ្លែស្វាយនឹងឯងជួនអីបេះក៏ម្ចាស់ខាងនោះមិនឲ្យបេះម្ចាស់ខាងនេះមិនឲ្យបេះព្រោះថាតាមបរិយភាគច្រើនគេដាំស្វាយម្ដង2នាក់ស្វាយម្ដង2នាក់អញ្ចឹងទៅគឺធ្វើឲ្យអ្នកចិត្តខាងមើលមុខគ្នាមិនត្រង់ដោយសារដើមស្វាយបាទអញ្ចឹងវីដេអូនេះក៏ផ្ដាំផ្ញើទៅដល់បងប្អូនយើងដែលចេញមតិយោបល់សូមមេត្តាត្រូវគិតគូរថាចង្គៀងផ្ទះគេភ្លឺផ្ទះគេមិនមែនមានរឿងមួយថ្ងៃហ្នឹងហើយយកមកថតផុស Facebook ទេប្រកាសណាស់រឿងអ្នកចិត្តខាងមួយគូនេះខ្ញុំគិតថាប្រហែលជាមានជាយូរយាណាស់មកហើយអញ្ចឹងទេមិនដឹងថាគេមានរឿងអីជាមួយគ្នាហើយយើងនឹងត្រឹមតែឃើញវីដេអូ1នាទីបញ្ចេញមតិយោបល់ជេរបចោជាសាធារណៈនៅតាមបណ្ដាញសង្គមគឺជារឿងមិនល្អនោះទេបងប្អូនយើងសូមបញ្ចេញមតិយោបល់ដោយមានសិលធម៌ដោយមានសុជីវធម៌បាទកុំឲ្យមានបញ្ហាដល់ខ្លួនដោយសារតែទង្វើរបស់យើងពីខ្ញុំបាទអ៊ុំសីហាសូមអរគុណសូមគោរពលា